สำหรับเนี่ยแต่พระโทรศัพท์ใน iPhone ให้อัตอนใช้ประกาศ Apple ID ខ្លួនឯងឬក៏តែងថ្មីហើយអត់តន់ជាប្រកាសអាចនៅវីដេអូនេះបានខ្ញុំនឹងមកប្រាប់ពីវិធីបង្កើត Apple ID ឲ្យជោគជ័យ 100% ចំពោះ Apple ID ឥឡូវគឺរៀងពិបាកបង្កើតបន្តិចក៏បងប៉ុន្តែបងអាចធ្វើតាមវិធីនេះអាចនឹងជោគជ័យ 100% ជាដំបូងគឺយើងអាចប្រើប្រាស់ទៅលើប្រភេទប្រព័ន្ធ Wi-Fi តែគឺយើងត្រូវតែប្រើប្រាស់ជាមួយនឹង SIM អ៊ីនធឺណិតរបស់យើងផ្ទាល់មកជំហានបន្ទាប់បងចូលមកកាន់ General ហើយចូលមកកន្លែង Region នេះគឺយើងត្រូវដូរប្រទេសបងដាក់បែរខាងអឺរ៉ុបដូចខ្ញុំមកដាក់ជាប្រភេទអាមេរិកក៏បានដែរគឺយើងអាចដាក់ Cambodia បានណាបងអាច search តាមនឹងបានបន្តមកទៀតបងចុចទៅលើពាក្យថា Apple ID account នេះហើយយើងជ្រើសរើសយកពាក្យថា Don't have Apple ID យើងអាចធ្វើការ select អាយុយើងបានអញ្ចឹងអាយុយើងដាក់18ឆ្នាំឡើងទៅបន្តមកទៀតបងធ្វើការ create ឈ្មោះក៏ដូចជាថ្ងៃខែឆ្នាំកំណើតឥឡូវយើងដាក់ឈ្មោះធម្មតាទៅណាយើងដាក់ឈ្មោះស្រួលចាំហើយខែឆ្នាំកំណើតដាក់ថ្ងៃណាក៏បានដែរបងអត់កំណត់ទេជំហានបន្តមកទៀតវានឹងឲ្យយើងដាក់ជា email ដែលយើងស្រឡាញ់ចង់បានដាក់ឈ្មោះយើងបងតែក៏ទៅគឺនៅតែ iCloud.com ហ្នឹងហើយយើងធ្វើការដាក់ឈ្មោះយើងមកគីមហួរ4554@icloud.com បងអាចធ្វើការវាយទៅលេខ2ទៅ3ខ្ទង់បានខលឈ្មោះយើងដល់មកចុចយកពាក្យ continue ហើយ create email ថ្មីនេះបងវានឹងឲ្យយើងដាក់ password ចំពោះ password ខ្ញុំ recommend ឲ្យបងដាក់អាណាសួរចាមដាក់ឈ្មោះកាត់ទៅដូចជាខ្ញុំឈ្មោះគីមហួរខ្ញុំដាក់ KM115 ចង់បងអាចធ្វើការដាក់ស្រួលតាមខ្ញុំបានណាទៅវាឲ្យជាមួយនឹង confirm គ្នាដែរបងបន្ទាប់ពី password fit គ្នាហើយវានឹងឲ្យយើង send code អញ្ចឹងលេខរបស់ខ្ញុំគឺ011ហ្នឹងបងធ្វើការចុច send code text message ហ្នឹងមកចាំតែមកផ្លេចលេខកូដផ្ញើសារមកហើយណាបងបន្តមកទៅយើងពាក្យថា agree បន្ទាប់មកទៀត Apple ID យើងតែប៉ុណ្្នឹងគឺប្រកាសជោគជ័យហើយប៉ុន្តែជំហានដំបូងទៀតគឺបងត្រូវយក Apple ID ហ្នឹងទៅ review សិនបងខ្លះប្រកាសបានជោគជ័យប៉ុន្តែអាច review Apple ID អញ្ចឹង Apple ID ហ្នឹងក៏ប្រើអត់កើតដែរដើម្បី review Apple ID បងត្រូវចុចទៅលើពាក្យថា median and process នេះបន្ទាប់មកទៀតយើងចុចទៅលើពាក្យថា view account បន្ទាប់មកទៀតបងឃើញពាក្យថា region នេះលោតជាប្រភេទឯខាងអឺរ៉ុបចឹងបងត្រូវចូលទៅបដូរវាវិញហើយ search ពាក្យថា Cambodia បងបន្ទាប់ពីបដូរ region ហើយនឹងលោតពាក្យ continue បែបនេះហើយយើងចុចលើពាក្យថា agree បន្ទាប់មកទៀតគឺយើងចូលមកដល់កន្លែង review វិញចឹងបងយកពាក្យថា none នេះហើយបន្ទាប់មកទៀតយើងជ្រើសរើសផ្លេចផ្លូវតែបងនៅផ្លូវ315ខ្ញុំ select ផ្លូវ315ហើយទីក្រុងវិញគឺភ្នំពេញបងនិយាយទៅពេលបង review គឺបងអាច review តាមខ្ញុំមែនណានៅប្រទេសខ្មែរយើងឯងហើយកន្លែងនេះគឺយើងដាក់ថា 12000 ណាបង12000ចាបន្ទាប់មកដាក់លេខទូរស័ព្ទយើងចូលបានបន្ទាប់ពីវាយលេខទូរស័ព្ទដៃចូលហើយបងចុចពាក្យថា done តែប៉ុណ្ណឹង Apple ID គឺប្រកាសដូចត្រូវឲ្យបងអាចផលជា iCloud ហ្មងក៏បានដែរហើយ Apple ID នេះគឺយើងប្រើ personal ផ្ទាល់ខ្លួនហ្មងកុំឲ្យតែផ្លេច password គឺអត់ចាប់ iCloud ទេណាបងហើយបើមានចង្អល់ថងណាបន្ថែមទៀតអីគឺអាច comment សួរខាងក្រោមបានដែលលោកនឹងឆ្លើយតបភ្លាម